បងប្អូនមានដែលធ្លាប់គិតទេថាការច្នៃប្រឌិតគឺជារឿងរបស់អ្នកវិទ្យាសាស្ត្រឆ្នើមដែលពួកគាត់ធ្វើការនៅក្នុងបន្ទប់ពិសោធន៍ដាច់ដោយឡែកតែប៉ុណ្ណោះឬធ្លាប់គិតទេថាការច្នៃប្រឌិតគឺជារឿងរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សធំដែលបង្កើតគ្រឿងប្រើប្រាស់ថ្មីដ៏ទំនើបតែប៉ុណ្ណោះហើយការយល់ឃើញបែបនេះគឺយើងតែងតែគិតថាបើយើងមានគោលនយោបាយល្អឬរចនាសម្ព័ន្ធល្អនោះការច្នៃប្រឌិតវានឹងកើតឡើងដោយឯកឯងប៉ុន្តែការពិតទៅការច្នៃប្រឌិតមិនមែនកើតឡើងនៅក្នុងសុញ្ញកាសតែឯកឯងនោះទេវាមិនមែនជារឿងដែលកើតឡើងដោយឯករាជ្យដាច់ដោយឡែកតែឯងនោះទេប៉ុន្តែវាត្រូវបានជំរុញដោយកិច្ចសហការដ៏រស់រវើករវាងស្ថាប័នស្រាវជ្រាវសហគ្រាសហើយនិងមនុស្សដែលប្រើប្រាស់ផលិតផលទាំងនោះនេះហើយគឺជាអ្វីដែលយើងហៅវាថាប្រព័ន្ធអេកូឡូស៊ីនៃភាពច្នៃប្រឌិតបើយើងងាកមកមើលចំណុចកណ្ដាលនៃប្រព័ន្ធអេកូឡូស៊ីមួយនេះយើងនឹងឃើញថាស្នូលដ៏សំខាន់បំផុតនៅក្នុងប្រព័ន្ធមួយនេះមិនមែនជាគ្រឿងម៉ាស៊ីនឬក៏កម្មវិធីកុំព្យូទ័រនោះទេប៉ុន្តែវាគឺជាកត្តាមនុស្សដ៏សំខាន់វាគឺជាភាពច្នៃប្រឌិតរបស់មនុស្សយើងដែលជាប្រព័ន្ធចេះផ្ដល់តម្លៃលើសមត្ថភាពពិតប្រាកដរបស់បុគ្គលម្នាក់ៗហើយនឹងការតភ្ជាប់របស់យើងទៅនឹងសេដ្ឋកិច្ចពិតប្រាកដបងប្អូនរឿងគោលនយោបាយហើយនឹងរចនាសម្ព័ន្ធពិតណាស់វាមានសារៈសំខាន់មែនក៏ប៉ុន្តែពួកវាមានតួនាទីត្រឹមតែជាអ្នកគ្រប់គ្រងឬជាផើងសម្រាប់ដាំដុះតែប៉ុណ្ណោះចំណែកឯពន្លឺឬក៏ផ្កាភ្លើងនៃភាពច្នៃប្រឌិតពិតប្រាកដគឺវាបានមកពីស្មារតីរបស់មនុស្សយើងនៅពេលដែលយើងយល់អំពីស្ថាបត្យកម្មនៃភាពច្នៃប្រឌិតច្បាស់ហើយយើងនឹងយល់ឃើញថាភាពច្នៃប្រឌិតវាមិនមែនគ្រាន់តែជាការបង្កើតគ្រឿងប្រើប្រាស់បច្ចេកវិទ្យាថ្មីនិងទំនើបនោះទេគោលដៅពិតប្រាកដរបស់វាគឺស្ថិតនៅត្រង់ការបង្កើតសេវាកម្មនិងផលិតផលដែលពិតជាអាចដោះស្រាយបញ្ហាហើយនឹងធ្វើឲ្យជីវិតរបស់មនុស្សយើងកាន់តែប្រសើរឡើងបានទស្សនៈមួយនេះហើយដែលផ្ដល់ឲ្យការងាររបស់យើងនៅអត្ថន័យហើយនឹងគោលបំណងដ៏ជ្រាលជ្រៅវារំលឹកយើងថាយើងម្នាក់គឺជាផ្នែកមួយដ៏សំខាន់នៃប្រព័ន្ធដ៏ធំមួយដែលវាមានគោលដៅឆ្ពោះទៅរកប្រយោជន៍រួមរបស់សង្គមរបស់យើងដូច្នេះហើយតាមរយៈការចូលរួមចំណែកនៃការយល់ដឹងហើយនឹងជំនាញផ្ទាល់ខ្លួនរបស់យើងម្នាក់ៗទៅក្នុងប្រព័ន្ធអេកូឡូស៊ីមួយនេះគឺយើងកំពុងតែជួយកសាងអនាគតដែលរុងរឿងជាងមុនសម្រាប់មនុស្សគ្រប់គ្នាការបដិញ្ញាចិត្តចំពោះវឌ្ឍនភាពរួមមួយបែបនេះនឹងធ្វើឲ្យចំណេះដឹងសមូហភាពរបស់យើងពិតជាមានសុពលភាពនិងមានប្រយោជន៍បំផុតបងប្អូនវាពិតជាមានសារៈសំខាន់ណាស់ក្នុងការចូលរួមបំផុសស្មារតីរបស់មនុស្សឲ្យតភ្ជាប់គំនិតច្នៃប្រឌិតទៅនឹងតម្រូវការពិតប្រាកដរបស់យើងហើយនឹងចូលរួមកសាងពិភពលោកមួយដែលប្រសើរជាងមុនសម្រាប់មនុស្សគ្រប់រូប